មនុស្សកង្កែបក្នុងអណ្ដូងមនុស្សកង្កែបក្នុងអណ្ដូងគឺជាបុគ្គលដែលមានទស្សនៈចង្អៀតចង្អល់អំនួតអួតវារឹកមានម្នះប្រកាន់រឹងក្បាលគំនិតចាស់កំរើលមិនព្រមអភិវឌ្ឍខ្លួនមនុស្សប្រភេទនេះប្រៀបដូចជាកង្កែបដែលនៅបាត់អណ្ដូងហើយសម្លឹងមើលទៅលើឃើញតែមេឃប៉ុនមាត់អណ្ដូងក៏សន្តានថាមេឃមានទំហំប៉ុណ្្នឹងឯងដោយសារពួកគេមិនដែលចេញទៅខាងក្រៅហើយមើលពិភពលោកខាងក្រៅមិនដែលជួបអ្នកចេះដឹងពិតប្រាកដឬក៏មិនដែលឆ្លងកាត់បទពិសោធន៍ធំធេងទៅពួកគេគិតថាអ្វីដែលខ្លួនឯងដឹងគឺជាការពិតតែមួយគត់និងអស្ចារ្យបំផុតមនុស្សកង្កែបក្នុងអណ្ដូងចូលចិត្តបង្អួតពីអ្វីដែលខ្លួនមានឬអ្វីដែលខ្លួនដឹងប៉ុន្តែបិទបាំងភាពទន់ជ្រាយឬភាពខ្វះខាតនៅខាងក្នុងព្យាយាមធ្វើឲ្យខ្លួនមើលទៅសំខាន់ជាងអ្នកដទៃដើម្បីទទួលបានការគោរពដែលតាមពិតទៅគឺវាគ្រាន់តែជាសម្បកក្រៅប៉ុណ្ណោះមនុស្សកង្កែបក្នុងអណ្ដូងបើទោះជាដឹងថាខ្លួនឯងខុសឬមានគេបង្ហាញផ្លូវដែលល្អជាងក៏នៅតែប្រកាន់យកគំនិតខ្លួនឯងជាធំព្រោះតែខ្លាចបាត់បង់មុខមាត់មិនងាយទទួលយកការរិះគន់ក្នុងន័យស្ថាបនាឡើយសម្រាប់ពួកគេការផ្លាស់ប្ដូរគំនិតប្រៀបបីដូចជាការទទួលស្គាល់ថាខ្លួនឯងចាញ់អញ្ចឹងពិភពលោកតែងតែវិវត្តទៅមុខប៉ុន្តែមនុស្សកង្កែបក្នុងអណ្ដូងនេះគឺចូលចិត្តដេកត្រាំក្នុងចំណេះដឹងចាស់ចាស់ឬរបៀបរបបចាស់ចាស់ដែលមិនសូវមានប្រសិទ្ធភាពក្នុងសម័យកាលបច្ចុប្បន្នទេការមិនរៀនសូត្របន្ថែមធ្វើឲ្យពួកគេបានក្លាយទៅជាមនុស្សយឺតយ៉ាវខាងគំនិតនិងការដោះស្រាយបញ្ហាយឺតជាងគេបុគ្គលប្រភេទនេះច្រើនតែបង្ហាញចេញនៅអត្តចរិតលក្ខណៈសំខាន់3យ៉ាង1គឺមានភាពអំនួតលើចំណេះដឹងចាស់ជឿថាបទពិសោធន៍ដែលខ្លួនឯងមានកាលពី10-20ឆ្នាំមុននៅតែជាសេចក្តីពិតដាច់ខាតសម្រាប់ប្រើក្នុងពេលបច្ចុប្បន្នទី2គឺការភ័យខ្លាចភាពមិនច្បាស់លាស់ពិភពលោកខាងក្រៅអណ្ដូងវាធំពេកវាគ្រោះថ្នាក់ពេកពួកគេសុខចិត្តនៅកន្លែងដែលគេស្គាល់ច្បាស់ទោះបីជាកន្លែងនោះមិនល្អក៏ដោយ3ការប្រើប្រាស់ប្រអប់មកវាស់តម្លៃមនុស្សពួកគេមានຂະຫນາດវាស់ស្ទង់មួយសម្រាប់ដាក់អ្នកដទៃបើអ្នកដទៃធ្វើខុសពីអ្វីដែលពួកគេធ្លាប់ដឹងនោះអ្នកដទៃហើយគឺជាអ្នកខុសការរស់នៅជាមនុស្សកង្កែបក្នុងអណ្ដូងបង្កឲ្យមានរូបមន្តនៃការបរាជ័យដូចជាទី1គឺដកខ្លួនចេញពីការវិវត្តនៅពេលដែលពិភពលោកប្រើប្រាស់ AI បច្ចេកវិទ្យាថ្មីពួកគេនៅតែប្រកាន់ខ្ជាប់វិធីសាស្ត្របុរាណដែលធ្វើឲ្យផលិតភាពការងារធ្លាក់ចុះជាលំដាប់ទី2គឺបង្កើតបរិយាកាសពុលនៅក្នុងស្ថាប័នបើអ្នកដឹកនាំជាមនុស្សកង្កែបក្នុងអណ្ដូងពួកគេនឹងរារាំងរាល់គំនិតច្នៃប្រឌិតរបស់បុគ្គលិកក្មេងៗដែលមានសមត្ថភាពឲ្យចាក់ចេញអស់ទី3គឺបាត់បង់ឱកាសមាសឱកាសល្អតែងតែនៅក្រៅតំបន់ស្រួលមនុស្សកង្កែបមិនដែលហ៊ានលោតចេញពីមាត់អណ្ដូងដើម្បីទៅចាប់យកឱកាសទាំងនោះឡើយតែធ្វើដូចម្ដេចដើម្បីឈប់ធ្វើជាមនុស្សកង្កែបក្នុងអណ្ដូងការផ្លាស់ប្ដូរតម្រូវឲ្យមានសេចក្តីក្លាហាននិងការដាក់ខ្លួនទី1គឺអនុវត្តការរៀនឡើងវិញហ៊ានលះបង់ចោលនៅអ្វីដែលខ្លួនធ្វើខ្លួនដឹងថាត្រូវប្រសិនបើមានភស្តុតាងថ្មីបង្ហាញថាវាលែងមានប្រសិទ្ធភាពទី2គឺស្ដាប់ឲ្យច្រើនជានិយាយការស្ដាប់ជួយយើងឲ្យយើងមើលឃើញមេឃពីជ្រុងរបស់អ្នកដទៃជួបមនុស្សឲ្យបានច្រើនប្រភេទស្ដាប់រឿងរ៉ាវដែលខុសពីជីវិតយើងទី3គឺទទួលយកកំហុសជាមេរៀនកុំខ្លាចការលោតចេញពីអណ្ដូងហើយធ្លាក់លើដីការធ្លាក់លើដីវាឈឺប៉ុន្តែវាពិតជាផ្ដល់បទពិសោធន៍ដែលបាតអណ្ដូងមិនអាចផ្ដល់ឲ្យបានទី4គឺអានស្វែងយល់អំពីបច្ចេកវិទ្យាកុំបិទក្បាលចំពោះអ្វីដែលថ្មីពិភពលោកយើងបច្ចុប្បន្នគឺតម្រូវឲ្យយើងធ្វើបច្ចុប្បន្នភាពមានន័យថាអាប់ដេតនឹងឯងទៅលើចំណេះដឹងជានិច្ចការដឹងខ្លួនឯងថាកំពុងនៅក្នុងអណ្ដូងគឺជាជោគជ័យពាក់កណ្ដាលទៅហើយពិភពលោកខាងក្រៅអណ្ដូងអាចនឹងរញ៉េរញ៉ៃនិងមានខ្យល់ព្យុះខ្លាំងប៉ុន្តែវាក៏ជាកន្លែងតែមួយគត់ដែលអ្នកអាចមើលឃើញមេឃដ៏ធំល្វឹងល្វើយនិងមានសេរីភាពពិតប្រាកដអណ្ដូងមិនមែនជាអ្នកបិទពិភពលោកនោះទេប៉ុន្តែវាគឺជាគំនិតដែលមិនព្រមបើកចំហដែលបង្ខាំងយើងទុកឲ្យឃើញមេឃត្រឹមតែប៉ុនមាត់អណ្ដូងកុំធ្វើជាអ្នកចេះបំផុតនៅក្នុងបន្ទប់តូចតែត្រូវធ្វើជាអ្នករៀនសូត្របំផុតនៅក្នុងពិភពលោកដ៏ធំ